ភាគ2 Season 2របស់ JoJo ភាពបន្តរបស់យើងចាប់ផ្ដើមដោយ Joseph បានស្វែងរកមនុស្សដែលអបតិហ៊ានវ៉ាន់ឲ្យទៅរក Joseph បានមកដល់ទីក្រុងរ៉ូមកំពុងតែបរិភោគអាហារក៏មានបុរសម្នាក់បាននិយាយឌឺដងមើលងាយទៅ Joseph ក៏បានប្រើហូម៉ូនដើម្បីធ្វើបាបអបិនោះប៉ុន្តែអបិនោះក៏បានប្រើហូម៉ូនបញ្ជូនទៅ Joseph វិញហើយក៏បានដឹងថាអបិនឹងឯងគឺជាមនុស្សដែលអបតិហ៊ានវ៉ាន់ឲ្យ Joseph ទៅរកអបិនឹងគឺជាចៅរបស់ Spelly ដែលមានឈ្មោះថា Caesar អបិនឹងក៏ត្រូវជាមនុស្សដែលត្រូវបង្រៀន Joseph ពីហូម៉ូនហើយនៅកន្លែងស្រាវជ្រាវរបស់ Speedwagon ក៏យើងបានដឹងថាអបិបិសាចជញ្ជក់ឈាមដែលបានវាយជាមួយនឹង Joseph នៅរស់នៅឡើយហើយបើសិនជាវាលែងត្រូវបន្លឺនោះវានឹងក្លាយទៅជាបិសាចជញ្ជក់ឈាមដូចដើមវិញហើយយើងក៏បានដឹងទៀតថាអបិបិសាចជញ្ជក់ឈាមហ្នឹងគឺជាកូនចៅរបស់បិសាចជញ្ជក់ឈាម3នាក់ទៀតដែលបិសាចជញ្ជក់ឈាម3នាក់ទៀតហ្នឹងគឺមានកម្លាំងខ្លាំងជាងបិសាចជញ្ជក់ឈាមដែលកំពុងកកនឹងឆ្ងាយណាស់ហើយ Speedwagon ក៏សម្រេចចិត្តថាទៅរ៉ូមដើម្បីស្វែងរក Caesar ឲ្យជួយចំពោះរឿងនេះដែរតែ Caesar បានបដិសេធសំណើទាំងពីរដោយសារតែតារបស់គេត្រូវបានស្លាប់ដោយសារតែគ្រួសាររបស់ Joseph ហើយ Joseph បានបដិសេធមិនទទួលស្គាល់ឡើយហើយពួកគេក៏បានចាប់ផ្ដើមវាយគ្នានៅពេលនោះ Caesar បានសម្ដៅមនុស្សស្រីម្នាក់ឲ្យច្បាច់ក Joseph មុនពេលដែលគេវាយប្រហារ Joseph ជាមួយនឹងHamon នៅពេលនោះ Joseph ក៏បានរកដំណោះស្រាយបានហើយក៏បានជួយមនុស្សស្រីម្នាក់នោះឲ្យផុតពីការសម្ដៅរបស់ Caesar ហើយសូមបញ្ជាក់តិចគឺអ្នកទាំងពីរហ្នឹងមុនក្រោយគុំនឹងខ្លាយទៅជាពួកម៉ាក់សម្លាញ់នឹងគ្នាទេតែឥឡូវហ្នឹងពួកគេឆ្លោះគ្នារហូតសូម្បីតែរឿងតូចមួយក៏ដោយតែនៅពេលនោះពួកម៉ាក់របស់ Caesar ដែលមានឈ្មោះថា Mac បានបង្ហាញខ្លួនគេគឺជាទាហានម្នាក់ដែល Mac គឺជាទាហានហ្នឹងក៏បាននាំពួកគេទៅជួបជាមួយនឹងបិសាចជក់ឈាម3នាក់ទៀតតែពួកគេទៅតែបញ្ញាប់ដោយសារតែបិសាចជក់ឈាមម្នាក់ដែលមានឈ្មោះថា Vamu បានរួចខ្លួនចេញពីរូបចម្លាក់ហើយបានសម្លាប់ទាហានដែលជាអ្នកយាមហើយក៏បានរំដោះគ្នាគេ2នាក់ទៀតដែលជាមេរបស់គេដែលមានឈ្មោះថា Carl ហើយនិងមួយទៀតមានឈ្មោះថា SCDC ហើយនៅពេលនេះពួកគេមិនមែនជារូបចម្លាក់ទៀតឡើយហើយវាមិនមែនជារឿងល្អទេហើយ Joseph ជាមួយនឹងគ្នាបានមកយឺតមួយជំហានទៅហើយពួកគេបានមកដល់និងបានឃើញត្រឹមតែសាកសពរបស់ទាហានបានស្លាប់នៅទីនោះតែប៉ុណ្ណោះហើយនៅពេលនោះពួកគេក៏បានឃើញជាមួយនឹង Vamu ជាមួយនឹងមេរបស់គេ2នាក់ទៀតបានដើរកាត់ Mark ដែលធ្វើគេស្លាប់ភ្លាមហើយ Vamu នៅពេលនោះគេក៏បានគោរពមេរបស់គេដែលគោលដៅរបស់គេហ្នឹងគឺដើម្បីស្វែងរកត្បូងមួយដើម្បីឲ្យពួកគេអាចដើរក្រោមពន្លឺថ្ងៃបានពួកគេទាំង3នាក់បានឈរមើលគ្នារបស់ Joseph ហើយនៅពេលនោះ Mark បានឲ្យ Caesar បំពេញម្ដងគេចុងក្រោយមួយគឺគេចង់ស្លាប់ភ្លាមដោយសារតែគេមិនអាចទ្រាំនឹងការឈឺចាប់មួយនេះបានឡើយ Caesar ក៏បានបំពេញម្ដងមិត្តភក្តិរបស់គេចុងក្រោយមួយនេះការឈឺចាប់មួយនេះបានធ្វើឲ្យ Caesar ជាមួយនឹង Joseph ចង់សងសឹកឲ្យ Mark ពួកគេបានរៀបចំគម្រោងជាមួយនឹងគ្នាដើម្បី attack 3នាក់នោះដោយ Caesar ជាអ្នកធ្វើសកម្មភាពមុន Caesar បានប្រើ hormone របស់គេដែលជាពេញប៉ោងដើម្បីវាយប្រហារទៅកាន់3នាក់នោះប៉ុន្តែនៅពេលនោះពេញប៉ោងដ៏ច្រើនរបស់ Caesar បានហោះទៅរក Vamus តែមើលទៅហាក់ដូចជា Vamus បានស្គាល់ពី hormone នោះហើយក៏ដឹងពីរបៀបកម្ចាត់ hormone ពេញប៉ោងនោះរបស់ Caesar ដែរហើយនៅពេលនោះ Vamus ក៏បានវាយប្រហារទៅលើ Caesar ភ្លាមតមកដល់ Van Joseph ម្ដង Joseph បានប្រើ volleyball ដែលគេបាននឹកឃើញមិញហ្នឹងគេបានបញ្ជូន hormone ទៅ volleyball មួយនោះហើយក៏បានវាប្រហារ Vamus ជាមួយនឹង volleyball នោះតែបែរជាចំក្បាលរបស់គេទៅវិញ Joseph ក៏បានគប់ volleyball នោះដែលមើលទៅដូចកូនក្មេងលេងវិឡុកវិឡអញ្ចឹង Vamus បានមើលងាយ Joseph ហើយគេក៏បានប្រាប់ឲ្យ Joseph រត់ទៅមើលទៅអថាកាចឹងវាយឈ្នះទេនៅពេលដែល Vamus មាន confidence ពេញខ្លួនបានវាប្រហារ Joseph ធ្វើឲ្យ Joseph ដាច់កដៃតែគ្រប់យ៉ាងវាគ្រាន់តែជាគម្រោងការរបស់ Joseph តែប៉ុណ្ណោះនៅពេលនោះបាល់របស់ Joseph បានធ្វើឲ្យបែកក្បាលរបស់ Vamus Joseph បានវាយ Vamus បន្តទៀតដែលធ្វើឲ្យ Vamus ខឹងយ៉ាងខ្លាំង Vamus បាននិយាយថានេះគឺជាស្នាមដែលមនុស្សបានធ្វើឲ្យគេដាច់ក្បាលជាលើកដំបូង Vamus ក៏បានវាយប្រហារទៅលើ Joseph ដោយវេទមន្តខ្យល់របស់គេដែលជាហេតុធ្វើឲ្យ Joseph ត្រូវរបួសយ៉ាងខ្លាំង Vamus ដំបូងគិតថានឹងទុកជីវិតឲ្យ Joseph ប៉ុន្តែនៅពេលនោះគេបានគិតថាពួកមនុស្សទាំងអស់ហ្នឹងនឹងនិយាយតគ្នាហើយធ្វើឲ្យមនុស្សផ្សេងទៀតជឿថា Joseph បានធ្វើឲ្យគេដាច់ក្បាល Joseph គិតថា Vamus នឹងសម្លាប់គេនៅពេលនោះ Joseph ក៏បានបញ្ឆោត Vamus ឲ្យដេញតាមគេដើម្បីឲ្យ Caesar និង Speedwagon រួចរស់មានជីវិត Vamus ក៏បានដឹងអំពីគម្រោងការរបស់ Joseph ប៉ុន្តែគេនៅតែតាម Joseph Caesar ឃើញដូច្នេះគេក៏បានទៅដេញតាម Joseph ដោយមិនចង់ឲ្យទុកឲ្យ Joseph នៅម្នាក់ឯងឡើយ Vamus ក៏បានបង្ហាញថាគេបានដឹងអំពីគម្រោងការរបស់ Joseph តាំងពីដំបូងទៅហើយប៉ុន្តែបំរុងនឹងសម្រាប់ Joseph បាននិយាយថាឥឡូវពួកយើងដាក់លក្ខខណ្ឌគ្នាមួយបើសិនជាឯងអាចជីវិតឲ្យយើងរស់បានមួយខែហើយមួយខែក្រោយយើងប្រកាសជាអាចកំចាត់ឯងបាន Caesar បានមកដល់ហើយក៏លើការសន្ទនាទាំងអស់ Joseph បានបន្ថែមទៀតថានេះគឺជាលើកដំបូងដែលមនុស្សបានធ្វើឲ្យ Vamus មានរបួសហើយបើសិនជា Vamus ទុកជីវិតឲ្យគេក្នុងរយៈពេលមួយខែគេនឹងខ្លាំងជាងមុនហើយពួកគេអាចគ្នាដែលអស់ពីកម្លាំងសមត្ថភាពរៀងៗខ្លួន Vamus បានយល់ព្រមហើយបានទុកចិញ្ចៀនមួយនៅក្នុងបេះដូងរបស់ Joseph តែចិញ្ចៀននោះនឹងសម្រាប់ Joseph ភ្លាមបើសិនជា Joseph មិនអាចឈ្នះគេបានក្នុងរយៈពេល33ថ្ងៃដោយ Joseph ត្រូវយកថ្នាំអន្សាបដែលមាននៅក្នុងក្រវិលមាត់របស់គេដើម្បីយកមកដោះចិញ្ចៀនដែលគេបានចងជាមួយនៅបេះដូងរបស់ Joseph
ហើយយ៉ាងไรអីអាប៉ែ ACDC នៅក្បែរនឹងដែរហើយគេមើលទៅឃើញដូចសប្បាយគេក៏បានយកចិញ្ចៀនរបស់គេហ្នឹងយកទៅដោតនៅក្នុងរឿងក្នុងរបស់ Joseph ដែរមុនពេលវ៉ាមូវ៉ាន់ចាក់ចេញគេក៏បានប្រាប់កន្លែងដែល Joseph ត្រូវមកជួបគេដើម្បីវាយគ្នាយកថ្នាំបន្សាផងដែរ Caesar បានដើរមកហើយអោបទៅកង Joseph នៅពេលនោះគេបាននិយាយថាពួកយើងនឹងរៀនអំពីហូម៉ូនជាមួយគ្នាហើយនឹងរីកចម្រើនជាមួយគ្នាពួកគេទាំងពីរបានធ្វើដំណើរដើម្បីទៅជួបមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Lisa ប៉ុន្តែពេលហ្នឹង Joseph បានគិតថាអូយអញមិនសមណាសន្យាតែមួយខែសោះយ៉ាងណាក៏គួរសន្យាមួយឆ្នាំដែរតែ Caesar បានប្រាប់ Jonathan ថាពួកយើងមិនគួរខាតពេលជាមួយនឹងរឿងនឹងទៀតទេយើងគួរតែរក Lisa ឲ្យបានលឿននៅទីបំផុតពួកគេបានធ្វើដំណើររហូតដល់តែបានជួប Lisa បានបង្ហាញពីសមត្ថភាពរបស់នាងពេលបានជួប Lisa ភ្លាមLisa បានយកច្រវាវទូកទៅផ្ទះ Joseph ភ្លាមហើយនាងក៏បានយកម៉ាស់ទៅពាក់លើ Joseph ដែលម៉ាស់ហ្នឹងអាចកាត់បន្ថយអុកស៊ីសែនរបស់ Joseph បានដែលអាចធ្វើឲ្យ Joseph ប្រើហូម៉ូននៅក្នុងកម្រិតមួយទៀតហើយនាងនឹងបង្រៀនពួកគេទាំងពីរនាក់នៅក្នុងរយៈពេល1ខែតែអ្នកគ្រូគេដូចស្អាតដល់ហើយសិតសាច់ហ្មងណាសំបីត Caesar ហើយនឹង Joseph ក៏លងដែរកាន់ដល់សាច់រឿងយើងវិញនាងបាននាំពួកគេទាំងពីរនាក់ទៅឡើងជញ្ជាំងខ្លាញ់មួយហើយបើសិនជាពួកគេមិនអាចឡើងជញ្ជាំងខ្លាញ់នោះបានទេពួកគេនឹងស្លាប់នៅទីនោះដោយការអត់អាហារស្លាប់ហើយជញ្ជាំងហ្នឹងគឺមានឈ្មោះថាជញ្ជាំងនរកពួកគេបានស្វែងរកគំនិតដើម្បីឡើងជញ្ជាំងមួយនោះពេលនោះ Caesar បាននឹកឃើញថាបញ្ជូនហូម៉ូនរបស់គេចូលទៅក្នុងដៃដើម្បីឡើងជញ្ជាំងនោះតែ Joseph វិញសំបីតឡើងមិនទីក៏គេមិនអាចធ្វើបានដែរនៅពេលនោះគេបាននឹកឃើញគំនិតខូចដោយយកខ្សែតោងជញ្ជាំងនោះតែត្រូវបាន Lisa បានកាត់ខ្សែនោះដាច់ Joseph ខឹងយ៉ាងខ្លាំងហើយគេសន្យាថាគេនឹងឡើងជញ្ជាំងនោះឲ្យតតែបាន28ម៉ោងបានកន្លងផុតទៅ Caesar បានឡើងដល់ជិតដល់កំពូលបាត់ទៅហើយប៉ុន្តែចំណែកឯ Joseph វិញគឺគេមិនទាន់អាចធ្វើអ្វីបានទាំងអស់ហើយទីបំផុតគេក៏បាននឹកឃើញថាអូ Caesar បានបញ្ជូនហូម៉ូនរបស់គេចូលទៅក្នុងដៃនៅពេលនោះ Joseph ក៏បានសាកធ្វើតាម Caesar ហើយគេក៏បានឡើងជិតតាមទាន់ Caesar ទៅហើយប៉ុន្តែគេបានប៉ះទៅនឹងកងតាក់មួយដែលកងតាក់នោះធ្វើឲ្យខ្លាញ់ហូរមករត់តែខ្លាំងតែ Caesar នៅតែអាចឆ្លងផុតខ្លាញ់ហូរដ៏លឿនមួយនោះហើយគេក៏បានឡើងផុតជញ្ជាំងខ្លាញ់មួយនោះផងដែរពេលនោះ Caesar បានសូមអង្វរ Lisa ដើម្បីឲ្យនាងជួយ Joseph ប៉ុន្តែ Joseph មិនខ្វល់ឡើយគេក៏បានសម្រេចចិត្តថាគេនឹងឆ្លងផុតខ្លាញ់ដ៏លឿនមួយនោះដោយខ្លួនឯងទោះបីគេអាចឡើងផុតខ្លាញ់មួយនោះមែនប៉ុន្តែគេមិនមានកម្លាំងនឹងបន្តទៀតឡើយបំរុងនឹងរអិលធ្លាក់ទៅហើយនៅពេលនោះ Caesar ក៏បានហុចដៃមកចាប់ Jonathan ទាន់ពេលវេលា Lisa ក៏បាននិយាយថាពួកគេបានសម្រេចនៅជំហានដំបូងនៅក្នុងការគ្រប់គ្រងហាម៉ូនហើយជំហានបន្តរបស់ពួកគេត្រូវរៀនអំពីការប្រើប្រាស់ហាម៉ូននោះជាមួយនឹងគ្រូពីរនាក់ផ្សេងទៀតប៉ុន្តែរឿងដែលគ្រូពីរនាក់នោះធ្វើដំបូងគេគឺប្រាំងអ្នកទាំងពីរហើយការត្រេនបន្តក៏ចាប់ផ្ដើមនៅពេលនេះភ្លាមដូចជាការយកចង្អុលដៃឈរនៅលើចុងដំបូលផ្ទះដ៏ស្រួចមួយហាលទឹកដើម្បីយក stamina ជាដើមបន្តមក Lisa បាននិយាយពីគម្រោងការរបស់3នាក់នោះនិងរបៀបដែលពួកគេចង់ខ្លាយទៅជាជីវិតអមតៈដោយយកត្បូងនោះដាក់នៅក្នុងម៉ាស់ហើយនាងក៏បង្ហាញទៀតថានាងគឺជាអ្នកដែលការពារត្បូងនោះហើយ Joseph បាននឹកឃើញគំនិតមួយថាចុះពួកយើងព្រមគិតអាត្បូងនោះហ្មងទៅប៉ុន្តែ Lisa បាននិយាយថាពួកយើងត្រូវការត្បូងនោះដើម្បីសម្លាប់3នាក់នឹងដែរដូច្នេះពួកគេមិនអាចគិតត្បូងនោះបានឡើយហើយនៅសាររយៈពេលតែ7ថ្ងៃទៀតតែប៉ុណ្ណោះ Joseph នឹងត្រូវវាយគ្នាជាមួយ Vamos ហើយ Lisa ក៏បានដាក់ការងារចុងក្រោយរបស់ពួកគេគឺពួកគេត្រូវវាយគ្នាជាមួយនឹងគ្រូរបស់គេគឺអា2នាក់ដែលប្រាំងពួកគេនឹងឯងតែ Caesar ត្រូវប៉ះជាមួយនឹងអាប៉ែមកដូចឥណ្ឌាម្នាក់នេះហើយ Joseph ទៅប៉ះជាមួយនឹងគ្រូម្នាក់ទៀតប៉ុន្តែនៅពេលនោះ Joseph បានឃើញថាគ្រូរបស់គេត្រូវបាន ACDC បានសម្លាប់គេបាត់ទៅហើយបើ ACDC នឹងក៏បានដឹងដែរថាត្បូងក្រហមនោះបាននៅជាមួយនឹង Lisa ហើយ ACDC នឹងក៏មកដើម្បីយកត្បូងនឹងឯង ACDC ដំបងបានមើងងាយ Joseph ហើយ Joseph ក៏បាននិយាយថាយើងនឹងសម្លាប់ឯងតែ ACDC បានសើចទៅលើ Joseph ទៅវិញដោយការមើងងាយ Joseph ក៏បានកាត់ដៃរបស់ ACDC ដាច់ភ្លាមហើយពេលនោះ ACDC បានយំដូចកូនក្មេងអញ្ចឹងដែលធ្វើឲ្យ Joseph ឆ្ងល់យ៉ាងខ្លាំងក្រោយពីគេបានឈប់យំគេបានយកដៃរបស់គ្រូរបស់ Joseph យកមកតធ្វើជាដៃរបស់គេហើយក៏បាននិយាយថាគេមានវិធីសាស្ត្រមួយដោយមុនគេវាយហ្នឹងគេនឹងដុតឈាមរបស់គេឲ្យឡើងដល់សីតុណ្ហភាព500អង្សាសេហើយប្រើឈាមរបស់គេនោះដើម្បីដុតគូស្រូវរបស់គេ Joseph បានចាប់ផ្ដើមវាយប្រហារគេតែគេបានគេចផុតហើយគេក៏បានបញ្ចេញអាស័យគួរខ្លាញ់នេះចូលទៅក្នុងម៉ាស់របស់ Joseph ក្នុងគោលបំណងបាញ់ឈាមរបស់គេដើម្បីដុត Joseph កាន់មកដល់ Caesar វិញគេក៏បានយកឈ្នះគ្រូរបស់គេហើយក៏បានយកកែវយត់ដើម្បីមើលថា Joseph បានយកឈ្នះគ្រូរបស់គេហើយឬនៅប៉ុន្តែមើលទៅ Joseph ដូចជាមានបញ្ហាធ្ងន់ណាស់ប៉ុន្តែម៉ាស់នោះក៏បានជួយគេហើយក៏បានធ្វើឲ្យគេរួចផុតពីការបាញ់ឈាមរបស់ ACDC បានយកត្រាប់តាមស្ទាយរបស់ Joseph ដល់និយាយពាក្យដែល Joseph បំរុងនឹងនិយាយដែលធ្វើឲ្យ Joseph ភ័យយ៉ាងខ្លាំង Joseph បានប្រើអន្ទាក់របស់គេប៉ុន្តែ ACDC បានដឹងហើយគេក៏បានប្រើអន្តស័យវែងៗនឹងបង្កើតជាអន្ទាក់ថ្មីមួយដែលល្អជាងរបស់ Joseph ទៅទៀត
បន្ទាប់ពី Caesar បានឃើញដូច្នេះហើយគេមិនអាចទៅជួយ Joseph បានទេដោយសារពួកគេត្រូវការពី Lisa Lee ហើយ Caesar បានត្រឹមតែជូនពរ Joseph តែប៉ុណ្ណោះអំឡុងពេលនោះ ACDC គិតថាខ្លួនឯងឈ្នះទៅហើយប៉ុន្តែ Joseph បាននិយាយថាអេអញអ្នកឈ្នះដែរតាមពិតទៅ Joseph គឺបានរៀបចំអន្ទាក់មួយទៀតហើយគេក៏បានដំណើរការអន្ទាក់មួយនោះដែលចាប់ចង ACDC នៅមួយកន្លែង Joseph បានបញ្ជូនហាម៉ូនរបស់គេទៅតាមអន្ទាក់មួយនោះដែលជាហេតុធ្វើឲ្យ ACDC ផ្ទុះនិងស្លាប់ភ្លាមៗនៅកន្លែងនោះហើយចឹងមានន័យថា Joseph បានកំចាត់បិសាចជក់ឈាមមួយនៅក្នុងចំណោមបិសាចជក់ឈាម3តែដូចមានអីនៅជាប់នៅក្នុងរបស់ Joseph មើលទៅដូចមិនរបស់ល្អឡើយហើយខ្ញុំសូមបញ្ចប់សាច់រឿងយើងត្រឹមនឹងសិនហើយជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អសំណាងល្អហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំសូមកុំភ្លេចជួយចុច like និង subscribe ផងអូខេបាយបាយ